ស្ថានភាពនៅក្នុងប្រទេសថៃកំពុងតែមានភាពមិនប្រាកដប្រជាបាទសូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នាជួបខ្ញុំម្ដងទៀតហើយនៅក្នុងថ្ងៃនេះផងដែរខ្ញុំសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាឲ្យបានជ្រាបក៏ដូចជាឲ្យបានដឹងអំពីស្ថានភាពក៏ដូចជាបរិបទនៅក្នុងប្រទេសថៃតែម្ដងថាតើស្ថានភាពនៅក្នុងប្រទេសថៃនៅក្នុងពេលបច្ចុប្បន្ននេះគឺមានស្ថានភាពបែបម៉េចតើស្ថានភាពរបស់អ្នកស្រីនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃនឹងទៅជាយ៉ាងណាដែរនៅក្នុងថ្ងៃនេះផងដែរខ្ញុំសូមលើកយកជាចំណុចខ្លះៗដែលតទៅជាមួយនឹងបញ្ហានៅក្នុងប្រទេសថៃដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានជ្រាបក៏ដូចជាឲ្យបានដឹងអំពីស្ថានភាពបច្ចុប្បន្នភាពនៅក្នុងប្រទេសថៃតែម្ដងបញ្ហានៅក្នុងប្រទេសថៃនៅក្នុងពេលបច្ចុប្បន្ននេះគឺតទៅជាមួយនឹងបញ្ហាចម្រូងចម្រាសនៅសិទ្ធិអំណាចរបស់រដ្ឋាភិបាលទី2បញ្ហាលែងទុកចិត្តគ្នារវាងមន្ត្រីនៅក្នុងគណៈបកក៏ដូចជានៅក្នុងជួររដ្ឋាភិបាលទី3ទៅជាមួយនឹងបញ្ហានៃការអុកឡុករបស់ក្រមជាតិនិយមរបស់ប្រទេសថៃតែម្ដងចំពោះទី4គឺបញ្ហាសេដ្ឋកិច្ចទី5គឺបញ្ហានៃការបែកធ្លាយរវាងកិច្ចសន្ទនារបស់អ្នកស្រីនាយករដ្ឋមន្ត្រីផែថងខាងស៊ីនវត្រាជាមួយនឹងសម្ដេចអគ្គសេនាមហាបតីតេជោហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភានៅក្នុងប្រជាជាតិកម្ពុជាយើងទី6គឺបញ្ហាបាតុកម្មឬក៏ពួកបាតុកររបស់ប្រទេសថៃទាមទារឲ្យអ្នកស្រីផែថងខាងស៊ីនវត្រាចុះចេញពីតំណែងតែម្ដងដោយដែលបងប្អូនទាំងអស់គ្នាអ្នកដែលតែងតែនិយមតាមដានស្ដាប់នៅរាល់ព័ត៌មានដែលទាក់ទងជាមួយនឹងស្ថានភាពរបស់ប្រទេសថៃនិងប្រទេសកម្ពុជាចាប់តាំងតែពីថ្ងៃទី28ខែឧសភាមកម្លេះបញ្ហាចម្រូងចម្រាសឬក៏ចំនួនព្រំដែនរវាងកម្ពុជាថៃបានចាប់ផ្ដើមផ្ទុះឡើងដែលមានការប៉ះទង្គិចគ្នាដោយកងកម្លាំងប្រដាប់អាវុធជាដើមដែលធ្វើឲ្យប្រទេសទាំងពីរកំពុងតែមើលមុខគ្នាមិនចំនោះទេដោយសារតែបញ្ហានៃការរាតត្បាតឬក៏ការចង់ទន្ទ្រានទឹកដីរបស់ប្រទេសកម្ពុជាពីប្រទេសថៃតែម្ដងតែនៅក្នុងពេលនេះផងដែរខ្ញុំសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាឲ្យបានយល់ក៏ដូចជាឲ្យបានដឹងអំពីស្ថានភាពរបស់ប្រទេសថៃនៅក្នុងពេលបច្ចុប្បន្ននេះតែម្ដងបញ្ហាចម្រូងចម្រាសនៅក្នុងប្រទេសថៃជាពិសេសគឺនៅក្នុងជួររដ្ឋាភិបាលតែម្ដងដោយដែលបងប្អូនទាំងអស់គ្នាបានដឹងហើយថារាល់បញ្ហាដែលបានកើតឡើងរវាងកម្ពុជានិងថៃជាទូទៅតែម្ដងបញ្ហាគឺវាតែងតែកើតឡើងដោយពួកក្រមមន្ត្រីយោធាតែម្ដងដែរវាមិនមែនជាការបញ្ជាឬក៏ការផ្ដល់សិទ្ធិពីសំណាក់នាយករដ្ឋមន្ត្រីឲ្យទៅពួកមន្ត្រីយោធានោះទេក៏ប៉ុន្តែពួកមន្ត្រីយោធាបែរជាហ៊ានធ្វើកុសក្លឿនទាំងគ្មានការខ្លាចញញើតអំពីនាយករដ្ឋមន្ត្រីជាដើមដែលធ្វើឲ្យនាយករដ្ឋមន្ត្រីនៅក្នុងប្រទេសថៃនៅក្នុងពេលបច្ចុប្បន្ននេះតែម្ដងគឺមានតែតំណែងក៏ប៉ុន្តែពុំមានសិទ្ធិនៅក្នុងការត្រួតត្រាឬក៏បញ្ជាឲ្យពួកមន្ត្រីយោធាទាំងនោះទេដោយឈរមើលពួកមន្ត្រីយោធានោះធ្វើនៅទង្វើដែលមិនគប្បីជាច្រើនទាក់ទងជាមួយនឹងការបិទនៅច្រកព្រំដែនរវាងកម្ពុជាថៃការនាំកម្លាំងកងទ័ពដើម្បីទៅតាមច្រកព្រំដែនដើម្បីត្រៀមជើងការនៅក្នុងការវាយប្រហារមកលើកម្ពុជាជាដើមដែលវាជាហេតុធ្វើឲ្យស្ថានភាពនៅក្នុងប្រទេសថៃក្នុងពេលបច្ចុប្បន្នមិនទាន់មានក្បាលម៉ាស៊ីនច្បាស់លាស់ដើម្បីគ្រប់គ្រងទៅលើស្ថានភាពនៃពួកក្រមជាតិនិយមក៏ដូចជាពួកមន្ត្រីយោធានឹងបានឡើយដែលវាជាហេតុធ្វើឲ្យនៅក្នុងប្រទេសថៃក្នុងពេលបច្ចុប្បន្នគឺពិបាកនឹងមានភាពល្អណាស់ដោយសារតែសិទ្ធិអំណាចនៅក្នុងការត្រួតត្រាទៅលើពួកកងទ័ពមិនមែនស្ថិតទៅលើដៃរបស់នាយករដ្ឋមន្ត្រីនោះទេចំពោះទៅជាមួយនឹងបញ្ហាលែងទុកចិត្តគ្នារវាងមន្ត្រីនៅក្នុងជួររដ្ឋាភិបាលដោយដែលបងប្អូនទាំងអស់គ្នាបានជ្រាបមកហើយថាថ្មីនេះផងដែរគណៈបកនយោបាយដែលបានចូលរួមសហការជាមួយនឹងគណៈភឿថៃគឺជាគណៈបកដ៏ធំមួយផងដែរដែលបានធ្វើការផ្ដាច់ខ្លួនពីគណៈបកភឿថៃដែលជាគណៈបករបស់អ្នកស្រីផែថងខាងស៊ីនវត្រាដោយពួកមន្ត្រីទាំងអស់នោះបានលាលែងចេញពីតំណែងហើយបានធ្វើនៅសេចក្តីប្រកាសក៏ដូចជាទាមទារឲ្យលោកស្រីផែថងខាងស៊ីនវត្រានឹងឯងចុះចេញពីតំណែងតែម្ដងមូលហេតុដែលក្រមមន្ត្រីរាជរដ្ឋាភិបាលដែលបានចងសម្ព័ន្ធភាពជាមួយនឹងគណៈបកភឿថៃបានចុះចេញពីតំណែងហើយបានទាមទារឲ្យអ្នកស្រីចុះចេញពីតំណែងដោយសារតែពួកគេមើលឃើញអំពីភាពខ្វះចន្លោះហើយនិងភាពគ្មានទំនួលខុសត្រូវឬក៏គ្មានការចេះដោះស្រាយនៅលើបញ្ហាជាដើមដែលវាជាហេតុធ្វើឲ្យពួកគេសម្រេចចិត្តនៅក្នុងការចាក់ចែងពីអ្នកស្រីផែថងខាន់ស៊ីនវត្រាដែលពួកគេបានលើកយកនៅចំណុចទាក់ទងជាមួយនឹងបញ្ហាព្រំដែនជាមួយនឹងកម្ពុជាជាដើមដែលវាជាកត្តាដ៏ចម្បងមួយដែលគេមើលឃើញអំពីសមត្ថភាពរបស់អ្នកស្រីនៅក្នុងការដោះស្រាយនៅបញ្ហានេះក៏ប៉ុន្តែអ្នកស្រីមិនមានសមត្ថភាពនៅក្នុងការដោះស្រាយក៏ដូចជាមិនមានសមត្ថភាពនៅក្នុងការចរចាជាមួយនឹងមន្ត្រីផ្ទៃក្នុងរបស់ខ្លួនដើម្បីធ្វើការសហការជាមួយគ្នានឹងស្វែងរកនៅដំណោះស្រាយណាមួយជាមួយនឹងកម្ពុជាដើម្បីធ្វើឲ្យស្ថានភាពរបស់ប្រទេសទាំងពីរនឹងមានភាពល្អប្រសើរក៏ប៉ុន្តែអ្នកស្រីនៅតែពុំមានសមត្ថភាពនៅក្នុងការស្វែងរកនៅដំណោះស្រាយដ៏ល្អជាមួយនឹងកម្ពុជាដែលជាហេតុធ្វើឲ្យមន្ត្រីនៅក្នុងជួររាជរដ្ឋាភិបាលបាត់ទំនុកចិត្តហើយបានលាលែងចេញពីតំណែងតែម្ដងទី3តកតងជាមួយនឹងបញ្ហាក្រមពួកជាតិនិយមដោយដែលបងប្អូនទាំងអស់គ្នាបានដឹងស្រាប់ហើយថាក្រមជាតិនិយមរបស់ប្រទេសថៃគឺចាប់ផ្ដើមនាំគ្នាធ្វើចលនាចាប់តាំងពីមានបញ្ហាជាមួយនឹងកម្ពុជាថៃតាំងពីថ្ងៃទី28ខែឧសភាមកម្លេះពួកនោះគឺតែងតែចេញមកធ្វើបាតកម្មក៏ដូចជាទាមទារឲ្យរដ្ឋាភិបាលរបស់ខ្លួនដាក់គំនាបមកលើកម្ពុជាតកតងជាមួយនឹងការផ្ដាច់នៅប្រព័ន្ធអ៊ីនធឺណិតការដាច់ភ្លើងក៏ដូចជាការផ្ដាច់នៅសង្វាក់នាំចេញនៅប្រេងឥន្ធនៈរបស់ខ្លួនមកលើកម្ពុជាជាដើមដែលវាជាហេតុធ្វើឲ្យសំណាក់រាជរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជាបានធ្វើការឆ្លើយតបដោយការផ្ដាច់នៅប្រព័ន្ធអ៊ីនធឺណិតក៏ដូចជាភ្លើងហើយនឹងមិនទទួលទិញនៅប្រេងឥន្ធនៈរបស់ប្រទេសថៃជាដើមដែលវាជាហេតុធ្វើឲ្យនាយករដ្ឋមន្ត្រីផែថងខាន់ស៊ីនវត្រារបស់ប្រទេសថៃនឹងអ្នកស្រីកំពុងតែមានភាពឈឺក្បាលតែម្ដងភាពឈឺក្បាលក៏ដោយសារតែក្រមជាតិនិយមរបស់
ប្រទេសថៃកំពុងតែអុកឡុកយ៉ាងខ្លាំងអំពីកិច្ចការនយោបាយរបស់អ្នកស្រីតែម្ដងបន្ទាប់អំពីការធ្វើបាតកម្មនៅក្នុងការទាមទារឲ្យរដ្ឋាភិបាលដាក់គំនាបឬក៏ដាក់សម្ពាធមកលើកម្ពុជានោះសូម្បីតែស្ថានទូតរបស់ប្រទេសកម្ពុជានៅក្នុងទីក្រុងបាងកកក៏ពួកនោះបានធ្វើការបាតកម្មនៅមុខស្ថានទូតកម្ពុជានៅទីក្រុងបាងកកតែម្ដងដោយទាមទារឲ្យមន្ត្រីទូតរបស់កម្ពុជាឆ្លើយតបក៏ដូចជាចង់ឲ្យកម្ពុជាដកនៅកម្លាំងកងទ័ពរបស់កម្ពុជាចេញពីតំបន់មុំបីដែលជាតំបន់ចំនួនជាដើមតែម្ដងបើយើងនិយាយអំពីតំបន់មុំបីគឺជាតំបន់ដែលកងទ័ពរបស់ប្រទេសកម្ពុជាកំពុងតែឈរជើងនោះគឺជាទឹកដីរបស់ប្រទេសកម្ពុជាអញ្ចឹងវាមិនមានហេតុផលណាមួយដែលឲ្យកម្ពុជាធ្វើទៅតាមសំណើរបស់ពួកបាតកោជ្រុលនិយមរបស់ប្រទេសថៃនោះទេគេតកតងជាមួយនឹងបញ្ហាពួកបាតកោជ្រុលនិយមរបស់ប្រទេសថៃវាក៏ជាបញ្ហាមួយនៅក្នុងស្ថានភាពដ៏ច្របូកច្របល់យ៉ាងខ្លាំងរបស់ប្រទេសថៃតែម្ដងតើតើជាមួយនឹងបញ្ហាសេដ្ឋកិច្ចគឺវាពិតជាមានផលលំបាកយ៉ាងខ្លាំងតែម្ដងចំពោះប្រទេសថៃបើយើងស្ដាប់ទៅតាមពួកក្រមជាតិនិយមគឺគេតែងតែចង់ឲ្យមានការផ្ដាច់នៅទំនាក់ទំនងព្រោះជាផ្ដាច់នៅក្នុងការផ្ដល់នៅការរស់ស៊ីជាមួយនឹងកម្ពុជាជាដើមក៏ប៉ុន្តែបើយើងនិយាយអំពីអ្នកវិនិយោគក៏ដូចជាពួកអ្នករស់ស៊ីនៅក្នុងប្រទេសថៃតែម្ដងគឺគេមិនមានភាពសប្បាយចិត្តជាមួយនឹងរាជរដ្ឋាភិបាលរបស់ប្រទេសថៃដែលបណ្ដោយឲ្យក្រមជាតិនិយមរបស់ខ្លួនធ្វើទុកបុកម្នេញរហូតដល់ធ្វើឲ្យពួកមន្ត្រីយោធានៅក្នុងប្រទេសថៃនោះបានធ្វើការបិទនៅច្រកចេញចូលជាមួយនឹងប្រទេសកម្ពុជាដែលវាជាហេតុធ្វើឲ្យទំនិញកសិផលរបស់ប្រជាជនថៃជាច្រើនផងដែរបានកកស្ទះនិងខូចខាតជាច្រើនដែលវាជាវិបត្តិដល់វិបាកមួយផងដែររបស់ប្រជាពលរដ្ឋរបស់ប្រទេសថៃនេះគឺយើងនិយាយអំពីប្រជាពលរដ្ឋដែលពួកគាត់ធ្វើរបរកសិកម្មក៏ដូចជាដាំផ្លែឈើជាដើមនៅក្នុងការលក់មកទីផ្សារកម្ពុជាបើយើងនិយាយតាក់ទងជាមួយនឹងបញ្ហាពាណិជ្ជកម្មនៅក្នុងការដឹកទំនិញចេញចូលជាមួយនឹងកម្ពុជាក៏ថៃមានការខាត់បងមិនស្ទើរផងដែរដោយសារតែបញ្ហានៃការបិទច្រកព្រំដែនរបស់មន្ត្រីយោធាថៃដែលជាការទទួលបាននៅការឆ្លើយតបអំពីគណៈរដ្ឋាភិបាលកម្ពុជាគឺបិទច្រកព្រំដែនទាំងអស់ជាមួយនឹងប្រទេសថៃតែម្ដងមិនឲ្យមានការនាំចេញចូលនៅទំនិញមួយចំនួនផងដែរដែលវាជាហេតុធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះសំណាក់អ្នកវិនិយោគក៏ដូចជាអ្នករស់ស៊ីនៅក្នុងប្រទេសថៃតែម្ដងជាពិសេសបញ្ហាសេដ្ឋកិច្ចនៅក្នុងការធ្វើការឬក៏ដូចជាការរស់ស៊ីជាមួយនឹងកម្ពុជាក៏កំពុងតែជាឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យផ្សេងៗនៅក្នុងប្រទេសថៃផងដែរតទៅជាមួយនឹងបញ្ហាសំណង់តទៅជាមួយនឹងបញ្ហាទីផ្សារពហុនជាដើមគឺមានការដាំក្បាលចុះយ៉ាងខ្លាំងដោយសារតែក្រុមអ្នកវិនិយោគនៅក្នុងទីផ្សារពហុនរបស់ប្រទេសថៃកំពុងតែបាត់បង់នៅទំនុកចិត្តរបស់ខ្លួនក៏ដូចជាភ័យខ្លាចនៅក្នុងការរកស៊ីរបស់ខ្លួនដោយមើលឃើញអំពីភាពកំសោយក៏ដូចជាភាពគ្មានសមត្ថភាពនៅក្នុងការដោះស្រាយរបស់រដ្ឋាភិបាលថៃដែលជាហេតុធ្វើឲ្យក្រុមអ្នកវិនិយោគិនរបស់ប្រទេសថៃក៏ដូចជាអ្នកវិនិយោគិនក្រៅប្រទេសនៅក្នុងប្រទេសថៃកំពុងតែលក់ចេញនៅភាគហ៊ុនរបស់ពួកគេចេញពីប្រទេសថៃផងដែរដែលវាជាកត្តាមួយដែលជាអតិពលមិនល្អទាល់តែសោះសម្រាប់ប្រទេសថៃតែម្ដងនេះគឺជាបញ្ហាសេដ្ឋកិច្ចដែលតាក់ទងជាមួយនឹងបញ្ហាស្ថានភាពដ៏ចម្រូងចម្រាសនៅក្នុងប្រទេសថៃទី5គឺតាក់ទងជាមួយនឹងការបែកធ្លាយសន្ទនារវាងអ្នកស្រីនាយករដ្ឋមន្ត្រីផែថងខាន់ស៊ីនវត្រាជាមួយនឹងសម្ដេចអគ្គសេនាមហាបតីតេជោហ៊ុនសែនដោយដែលបងប្អូនទាំងអស់គ្នាបានជ្រាបហើយថាសារសម្លេងមួយដែលបានឮសារសាស្ត្រនៃការឆ្លើយឆ្លងគ្នារវាងនាយករដ្ឋមន្ត្រីផែថងខាន់ស៊ីនវត្រារបស់ប្រទេសថៃជាមួយនឹងសម្ដេចប្រធានព្រឹទ្ធសភាកម្ពុជាបានធ្វើឲ្យប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការរបស់ប្រទេសកម្ពុជានិងប្រទេសថៃគឺកំពុងតែមានភាពភ្ញាក់ផ្អើលដោយសារតែក្នុងកិច្ចសន្ទនានោះផងដែរអ្នកស្រីផែថងខាន់ស៊ីនវត្រាបានធ្វើការសូមឲ្យសម្ដេចតេជោដើម្បីនិយាយជាមួយនឹងសម្ដេចបវរធិបតីហ៊ុនម៉ាណែតឲ្យមានការសម្របសម្រួលនៅក្នុងការបើកច្រកព្រំដែនក៏ដូចជានិយាយមាក់ងាយឬក៏ដូចជាមើងងាយជាមួយនឹងពួកមន្ត្រីយោធារបស់ប្រទេសថៃតែម្ដងដែលវាជាហេតុធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងប្រទេសថៃជាពិសេសគឺពួកបាតកោក្រមជាតិនិយមរបស់ប្រទេសថៃតែម្ដងបាននាំគ្នាធ្វើបាតកម្មនៅក្នុងការសម្ដែងនៅភាពមិនពេញចិត្តរបស់ពួកគេចំពោះសំណាក់នាយករដ្ឋមន្ត្រីរបស់ខ្លួនដែលធ្វើការគ្មានក្រមសីលធម៌ហើយបានបរិហារគេមន្ត្រីយោធារបស់ខ្លួនឯងឲ្យប្រទេសទី2បានដឹងអំពីបញ្ហាកំសោយរបស់ខ្លួនជាដើមដែលវាជាហេតុធ្វើឲ្យពួកគេនាំគ្នាធ្វើបាតកម្មនៅក្នុងការទាមទារទម្លាក់ឲ្យអ្នកស្រីចុះចេញពីតំណែងនឹងតែម្ដងហើយយើងនិយាយអំពីបញ្ហានេះផងដែរក៏មានមន្ត្រីប្រសិទ្ធិរបស់ប្រទេសថៃចំនួនរហូតដល់36នាក់បានធ្វើលិខិតឬក៏បានធ្វើពាក្យបណ្ដឹងទៅតុលាការធម្មនុញ្ញរបស់ប្រទេសថៃដើម្បីធ្វើការសម្រេចទម្លាក់អ្នកស្រីចេញពីតំណែងជានាយករដ្ឋមន្ត្រីនៅក្នុងប្រទេសថៃតែម្ដងនេះគឺជាបញ្ហាមួយស្ថិតនៅក្នុងចំណោមបញ្ហាដទៃទៀតដែលកំពុងតែធ្វើឲ្យស្ថានភាពនៅក្នុងប្រទេសថៃកំពុងតែមានភាពចលាចលផងដែរតើតើជាមួយនឹងបញ្ហាទី6គឺការធ្វើបាតកម្មទាមទារឲ្យអ្នកស្រីចុះចេញពីតំណែងជាប្រធានជានាយករដ្ឋមន្ត្រីតែម្ដងដែលមានវងបាតកោជាច្រើនពាន់អ្នកនៅក្នុងទីក្រុងបាងកកបានធ្វើការបាតកម្មនៅទីកន្លែងផ្សេងៗគ្នាក្នុងគោលបំណងទាមទារឲ្យអ្នកស្រីផែថងខាន់ស៊ីនវត្រានឹងឯងចុះចេញពីតំណែងដោយជំនួសឲ្យពួកមន្ត្រីគណៈបកប្រឆាំងដែលជាគណៈបកប្រជាជននៅក្នុងប្រទេសថៃឡើងមកកាន់តំណែងវិញផងដែរនេះគឺជាអ្វីដែលពួកបាតកោទាមទារចង់ឲ្យមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីដើម្បីធ្វើយ៉ាងណាផងដែរធ្វើឲ្យប្រទេសរបស់ពួកគេមានការងើបឡើងវិញដើម្បីកុំឲ្យមានបញ្ហានៅវិបត្តិនយោបាយដូចជាក្នុងពេលបច្ចុប្បន្ននឹងផងដែរនេះគឺជាធាតុផ្សំជាច្រើនដែលវាជាកត្តាធ្វើឲ្យបញ្ហាស្ថានភាពនៅក្នុង
ប្រទេសថៃនៅក្នុងពេលបច្ចុប្បន្ននេះផងដែរកំពុងតែមានភាពចលាចលក៏ប៉ុន្តែបើយើងងាកទៅមើលអតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃតែម្ដងគឺលោកប្រយុទ្ធច័ន្ទអូចាក៏លោកបានចេញមកនិយាយថាប្រសិនណាបើលោកធ្វើខ្លាយខ្លួនធ្វើជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃលើកទី2នោះគឺគាត់នឹងធ្វើការរឹបអូសនៅទ្រព្យសម្បត្តិរបស់អ្នកស្រីផែថងខាន់ស៊ីនវត្តចាមទាំងអស់ដើម្បីយកទ្រព្យសម្បត្តិរបស់អ្នកស្រីយកមកលក់ចេញជាទៅប្រាក់ដើម្បីយកទៅប្រាក់នឹងឯងយកទៅសងជំងឺចិត្តដល់ប្រជាកសិកររបស់ប្រទេសថៃដែលមានការខាត់បងនៅក្នុងការខូចខាតនៅកសិផលរបស់ខ្លួនដែលបំរុងលក់នៅក្នុងប្រទេសកម្ពុជាផងដែរហើយលោកប្រយុទ្ធបានបន្តទៀតថាលោកនឹងបកសាក់របស់លោកមេភូមិភាគ2របស់ប្រទេសថៃដែលធ្វើការដោយក្រអឺតក្រទមមិនមានស្គាល់ថ្នាក់លើថ្នាក់ក្រោមដែលវាជាហេតុធ្វើឲ្យមានបញ្ហាចំនួនរវាងប្រទេសកម្ពុជានិងប្រទេសថៃដែលវាជាកត្តាមួយដែលរុញច្រានឲ្យស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសថៃកំពុងតែដាំក្បាលចុះតែម្ដងនេះគឺជាអ្វីដែលជាការលើកឡើងរបស់លោកអតីតនាយករដ្ឋមន្ត្រីប្រយុទ្ធច័ន្ទអូឆាក៏ប៉ុន្តែបើសិនជាយើងក៏លេចមើលទៅលោកក៏ប៉ុន្តែបើយើងក៏លេចទៅមើលលោកភេថាជរឿងរ៉ាត់ដែលជាអតីតបេក្ខជននៅក្នុងការជាប់ឆ្នោតដើម្បីក្លាយជានាយករដ្ឋមន្ត្រីនៅក្នុងប្រទេសថៃក៏លោកបានលើកឡើងអំពីបញ្ហាដែលតកតងជាមួយនឹងប្រទេសកម្ពុជាផងដែរដែលលោកលើកចំតកតងជាមួយនឹងកង្វះខាតក៏ដូចជាកំសោយនៅក្នុងការគ្រប់គ្រងរបស់នាយករដ្ឋមន្ត្រីនៅក្នុងពេលបច្ចុប្បន្នក៏ដូចជាលោកមានការស្ដីបន្ទោសទៅដល់មេភូមិភាគ2របស់ប្រទេសថៃឬក៏ពួកមេយោធារបស់ប្រទេសថៃតែម្ដងដែលធ្វើកិច្ចការងារតាមអំពើចិត្តឬក៏ការធ្វើការងារដោយទំនើងដែលមិនមានការស្ដាប់បង្គាប់ថ្នាក់លើជាដើមដែលវាជាកត្តាធ្វើឲ្យជាអភិពលមិនល្អទាល់ទេសោះដល់សេដ្ឋកិច្ចនៅក្នុងប្រទេសថៃតែម្ដងនេះគឺជាការលើកឡើងរបស់អតីតនាយករដ្ឋមន្ត្រីនៅក្នុងប្រទេសថៃឬជាអតីតបេក្ខជននាយករដ្ឋមន្ត្រីនៅក្នុងប្រទេសថៃផងដែរអញ្ចឹងយើងនឹងរងចាំតាមដានមើលបន្ថែមទៀតតើស្ថានភាពបញ្ហានៅក្នុងប្រទេសថៃនឹងទៅជាយ៉ាងណាតើគោលបំណងនៅក្នុងការធ្វើបាតកម្មទម្លាក់អ្នកស្រីផែថងខាន់ស៊ីនវត្រាពីសំណាក់ក្រមជាតិនិយមរបស់ប្រទេសថៃនឹងទទួលបានលទ្ធផលល្អគប់ចិត្តរបស់ពួកគេដែរឬក៏យ៉ាងណាដែរយើងនឹងរងចាំតាមដានមើលបន្ថែមទៀតបើមានអ្វីអាប់ដេតខ្ញុំនឹងជម្រាបចែកជូនដល់បងប្អូនទាំងអស់គ្នានៅវីដេអូបន្តទៀត